សួស្តីពុកម៉ែបងប្អូនថ្ងៃនេះមើលតែក្បាលវីដេអូក៏ដឹងតែឆ្ងាញ់មាត់ហើយសម្រាប់អ្នកដែលចូលចិត្តសម្លតោះបងប្អូនថ្ងៃនេះខ្ញុំសូមនាំបងប្អូនទៅទស្សនា vlog លើកទី2របស់នាងខ្ញុំដើម្បីទៅធ្វើម្ហូបសម្លដើម្បីទៅទិញបន្លែត្រីសាច់សម្រាប់ធ្វើសម្លណាបងប្អូននេះបងប្អូនស្គាល់ផ្សារនេះអត់ផ្សារនេះគឺមានឈ្មោះថាផ្សារខ្នាខ្ញុំឲ្យនឹងម៉ែរបស់ខ្ញុំនាំគ្នាទៅទិញបន្លែត្រីសាច់ដើម្បីធ្វើម្ហូបណាបងប្អូនសម្រាប់ផ្សារខ្នានេះផងដែរបងប្អូនអើយទៅពេលព្រឹកដូចពួកខ្ញុំអញ្ចឹងណាគឺថាបន្លែស្រស់ខ្លាំងមែនទែនជាពិសេសបងប្អូននៅជុំវិញផ្សារខ្នាហ្នឹងគាត់ធ្វើការដាំដុះនៅផ្ទះខែធ្លាក់ភ្លៀងចឹងណាបងប្អូនបន្លែភាគច្រើនគឺសិតតែពួកគាត់ដាំដោយខ្លួនគាត់ផ្ទាល់អត់បាននាំចូលពីខាងណាទេបងប្អូនអើយនេះបន្លែស្រស់មែនទែនខ្ញុំឃើញហើយខ្វាកណាបងប្អូនដោយសារតាពួកគាត់លក់តែមកកញ្ច្រែងទេបងប្អូនតែសិតតែបន្លែស្រស់សម្រាប់ស្លប្រហើរថ្ងៃនេះផងដែរខ្ញុំមានបន្ថែមបន្លែបៃតងមានពោតមានល្ពៅមានអីចឹងណាបងប្អូននិយាយទៅគឺសម្លប្រហើរនេះគឺយើងអាចដាក់ច្រើនមុខអែតបញ្ចូលទៅតាមចំណង់ចំណូលចិត្តបងប្អូនសម្រាប់សម្លប្រហើរនេះផងដែរនាងខ្ញុំរើយកត្រីអណ្ដែងសម្រាប់មកធ្វើសម្លរបស់នាងខ្ញុំបងប្អូននេះដើរផ្សារមកព្រឹកបានប៉ុណ្ណឹងបងប្អូនមានត្រីបន្តិចទៅសាច់តិចទៅហើយបន្លែចម្រុះតិចចឹងណាបងប្អូនហើយនេះបងប្អូនសម្លនេះមួយគឺបន្លែច្រើនមុខអញ្ចឹងហើយរវល់ពី3នាក់បងប្អូនអើយពូបើអត់ជួយគ្នាទេមិនងាយបានញ៉ាំទេបើធ្វើម្នាក់ឯងដឹងតាបែកញើសបដ ாய் ណាបងប្អូនហើយនេះអ្នកម្ដាយនាងខ្ញុំក៏ចូលរួមធ្វើសម្លផងដែរកាត់ជួយបន្លែបន្លែផ្សេងដែលយើងអាចបញ្ចូលនៅក្នុងសម្លប្រហើរហើយនេះខ្ញុំអង្គុយបកផ្សិតហើយនឹងចិត្តពោតចិត្តអីយើងជួយគ្នាឆាប់បានហូបទាំងអស់គ្នាណាបងប្អូនដើម្បីសម្លនោះមានរសជាតិឆ្ងាញ់ផងដែរបងប្អូនដោយសារតែយើងចេះជួយគ្នាទៅយើងញ៉ាំឆ្ងាញ់ពួកអត់ហត់ធ្វើម្នាក់ឯងចាមកដល់ពេលនេះផងដែរខ្ញុំទៅការដាក់ឆ្នាំងដាក់ភ្លើងដាក់ឆ្នាំងដាក់ទឹកអីហើយខ្ញុំដាក់គល់ស្លឹកគ្រៃខ្ទឹមហើយនឹងប្រហុកតិចបងប្អូនសម្លនេះបើអត់ដាក់ប្រហុកគឺអត់ឆ្ងាញ់ទេបងប្អូនអើយនេះទុកឲ្យកដៅតិចមកខ្ញុំដាក់ល្ពៅដាក់ត្រីចូលហើយខ្ញុំទៅកាត់ដាក់ពោតចូលសម្រាប់សម្លមួយមុខនេះបងប្អូនអ្នកសៀមរាបខ្ញុំភាគច្រើនគេហៅសម្លប្រហើរប៉ុន្តែនៅតាមជនបទបងប្អូនខ្លះក៏គាត់ហៅសម្លអញ្ចឹងណាបងប្អូនសម្លប្រហើរផងសម្លផងនេះបងប្អូនខ្ញុំដាក់អំបិលប៊ីចេងចូលហើយខ្ញុំទៅកាត់ដាក់អនុងចូលបន្ទាប់ពីខ្ញុំដាក់អgungចូលហើយបងប្អូនចាប់ផ្ដើមពុះខ្ញុំក៏ដាក់បន្លែពូបៃតងចូលអញ្ចឹងណាបងប្អូនប៉ុន្តែបញ្ជាក់បងប្អូនអើយសម្រាប់បន្លែបៃតងបងប្អូនកុំដាក់យូរពេកដោយសារបន្លែបៃតងតើវាឡើងពណ៌កម្ៅគឺវាបាត់សារជាតិចិញ្ចឹមឲ្យបងប្អូននេះចុងក្រោយដាក់លីងលះហើយនឹងស្អំចូលបងប្អូនសម្លមួយមុខនេះគឺឆ្អិនហើយតំណងឲ្យបងប្អូននិយាយទៅសម្លនេះគឺឆ្ងាញ់សម្រាប់នាងខ្ញុំពីព្រោះឲ្យតែចុងសប្តាហ៍គឺខ្ញុំចង់ញ៉ាំសម្លណាដែលមានបន្លែច្រើនចឹងណាបងប្អូនហើយនេះធ្វើការដួសដាក់ចានមកមួយចានឲ្យពេញបឹបតែបងប្អូនពូឃើញបន្លែតំណងពេកចឹងណាបងប្អូនអើយហើយនេះបន្ទាប់ពីដួសដាក់ចានហើយមានទឹកត្រីម្ទេសខ្ទឹមអីមកបងប្អូននេះរីកក្នុងការញ៉ាំបដៃកូនពៅខ្ញុំមុខស្អុយដោយសារកាត់ចូលចិត្តសម្លកាត់ចិត្តញ៉ាំសាច់នេះបងប្អូននេះខ្ញុំសុំមកដាក់ម្ទេសហើយនឹងខ្ទឹមណាបងប្អូនម្ទេសខ្ទឹមទឹកត្រីនេះអ៊ុយ favorite ខ្ញុំមកឲ្យតែញ៉ាំស្លប្រហើរខ្ញុំដល់ធ្វើដាក់អែតពីលើគឺឆ្ងាញ់បងប្អូនដាក់ម៉ាត់មើលជាតិណាបងប្អូនមើលតែប៉ុណ្្នេះខ្ញុំទៅដឹងហើយនិយាយទៅសម្លនេះគឺខ្ញុំចូលចិត្តមែនទេបងប្អូនដោយសារវាមានបន្លែច្រើនមានសារជាតិចិញ្ចឹមហើយវាធ្វើឲ្យពេលញ៉ាំទៅខ្ញុំមានអារម្មណ៍ថាខ្ញុំមានកម្លាំងបងប្អូនបន្ទាប់ពីស៊ុបមកគឺសម្លប្រហើរគឺ favorite នាងខ្ញុំហើយនេះបងប្អូនតែមកប្តីខ្ញុំគាត់ថាម្ហូបនេះគឺប្រពន្ធបខំឲ្យញ៉ាំទេពូគាត់អត់សូវចូលចិត្តសម្លប្រហើរមកទេបងប្អូនអើយប៉ុន្តែអត់ចូលចិត្តមើលមាត់បងប្អូនមើលអត់ចូលចិត្តទេប៉ុន្តែមើលមាត់គាត់ដាក់អីក៏តំណងបងប្អូន